ថ្មីនេះករណីហិង្សាមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយភេទទី3មួយក្រុមប៉ះគ្នាជាមួយសន្តិសុខផ្សារខេមលដែលផ្ដើមចេញពីចំនួនពាក្យសម្ដីហេតុការណ៍ដ៏ញាក់សាច់នេះបានកើតឡើងស្ថិតតាមបណ្ដោយផ្លូវវែងស្រេងសង្កាត់ចំចៅ2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកាលពីវេលាម៉ោង3ទៀបភ្លឺថ្ងៃទី24ខែកុម្ភៈឆ្នាំ2026បាទតាមសាក្សីនៃកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាករណីផ្ទុះហិង្សាដាក់គ្នាមួយប្រាវនេះគឺបានកើតឡើងដោយសារតែក្រុមភេទទី3នាំគ្នាផឹកស៊ីស្រែកលូឡាបង្កការរំខានហើយក្រុមសន្តិសុខផ្សារខេមលក៏បានមកដេញចេញជាហេតុធ្វើឲ្យក្រុមភេទទី3ឆ្លើយតបថាពួកគេផឹកស៊ីនៅលើផ្លូវសាធារណៈប៉ុណ្ណោះនិងបានប៉ះពាល់ពាក្យសម្ដីដាក់គ្នាឈានដល់ផ្ទុះហិង្សាឡើងតែម្ដងដោយក្រុមភេទទី3ស្រែកជេរបញ្ចោខ្លាំងព្រោះផ្ទុះកំហឹងទៅនឹងក្រុមសន្តិសុខយកដំបងចុងអុលមុខពួកគេទៀតហើយបងប្អូនទៀតហើយខេមកទៀតហើយបងប្អូននេះទៀតហើយបាយគ្នាទៀតហើយបាយគ្នាទៀតហើយបាយទៅជាមួយបងមួយទៀតគាត់ដើរទៅប្រាប់ថាកុំលោឡាស្រែកជេរឡើងហ្នឹងចាហើយទៅខាងនោះគេតមកថាផ្លូវសាធារណៈហើយកុំយកអាឈើហ្នឹងទៅចោលមុខគេអត់មានសិទ្ធិដេញគេទេអញ្ចឹងណាឈើដំបងហ្នឹងចាហើយនិយាយចុះនិយាយឡើងជេរមរាយសន្សុកអូជេរមកសុខពេទ្យទី3ហ្នឹងមែនបងចាជេរមរាយគ្នាដល់ពេលហើយជេរឡើងគប់ទៅហ្មងអ្នកណាអ្នកដាក់មុនខាងភេទទី3អ្នកភេទទី3អ្នកផ្ដើមគប់មកលើសងសុខមុននេះខ្ញុំថតបានហ្មងហ្នឹងហើយថតបានទេបងហើយខាងណាដឹងខាងណារបួសធ្ងន់ជាងខាងណាអត់បងសន្តិសុខគាត់ត្រូវហ៎ចាព្រោះគាត់មានតែ2នាក់ផ្ទុយច្រើនចឹងភេទទី3ច្រើនអ្នកណាច្រើនបងចឹងក៏ពេលគាត់វាយហើយហ្នឹងគាត់ចេញទៅខាងណាវិញទៅដើរទៅក្រោយបងដើរទៅខាងក្រោយហ្នឹងអូមិនគាត់យកឲ្យគប់សងសុខបងមានដុំថ្មនេះបងដុំថ្មឡើងមកដល់មុខផ្សារហ្មងហ្នឹងហើយដុំថ្មប៉ុណ្នេះហើយនឹងអាដែកស្អីខ្មៅហ្នឹងខ្ញុំមិនដឹងដែរដែកមានដែកទៀតចាដែកនោះដូចដែកទៅដើមពីសិនសុកគប់មកវិញមិនដឹងខ្ញុំមិនដឹងដែរមានដុំថ្មឲ្យដែកចឹងទៅចាមាននោះដុំថ្មនៅមិនទាន់រើសទេបងតែអត់មានបែកក្បាលអីអត់ទេតែបងមេផ្សារគាត់ត្រូវខ្លាំងត្រូវមុខដៃហើយនឹងកកខ្ញុំឃើញគាត់